តើការញ៉ាំស៊ុតរាល់ថ្ងៃពិតជាធ្វើឲ្យឡើងកូលេស្តេរ៉ុលនិងប្រឈមមុខនឹងជំងឺបេះដូងមែនទេការពិតមិនអាក្រក់ដូចយើងគិតទេការស្រាវជ្រាវថ្មីបង្ហាញថាកូលេស្តេរ៉ុល 80% នៅក្នុងរាងកាយគឺផលិតដោយថ្លើមរបស់យើងផ្ទាល់មិនមែនមកពីចំណីអាហារទាំងអស់នោះឡើយស៊ុតពិតជាមានកូលេស្តេរ៉ុលខ្ពស់ជាពិសេសនៅក្នុងផ្នែកស៊ុតលឿងប៉ុន្តែវាជាកូលេស្តេរ៉ុលដែលជួយបង្កើន HDL ដែលជាកូលេស្តេរ៉ុលល្អការពារបេះដូងទៅវិញទេអ្វីដែលគួរខ្លាចគឺរបៀបចម្អិនការញ៉ាំស៊ុតបំពងខ្លាញ់ជោកឬញ៉ាំជាមួយសាច់កែច្នៃទើបជាមេខ្លោងពិតប្រាកដដែលធ្វើឲ្យកូលេស្តេរ៉ុលអាក្រក់កើនឡើងសម្រាប់មនុស្សទូទៅការញ៉ាំស៊ុតពី1ទៅ2គ្រាប់ក្នុងមួយថ្ងៃគឺមានសុវត្ថិភាពខ្ពស់និងផ្ដល់ប្រូតេអ៊ីនល្អព្រមទាំងវីតាមីនជាច្រើនដល់រាងកាយប៉ុន្តែបើអ្នកមានជំងឺទឹកនោមផ្អែមឬជំងឺបេះដូងស្រាប់គួរកម្រិតការញ៉ាំត្រឹម3ទៅ4គ្រាប់ក្នុងមួយសប្តាហ៍ឬពិភាក្សាជាមួយគ្រូពេទ្យជំនាញតើអ្នកឈប់យល់ច្រឡំលើស៊ុតញ៉ាំស៊ុតរាល់ថ្ងៃប៉ះពាល់កូលេស្តេរ៉ុលឬទេសូមប្រាប់យើងនៅក្នុង comment ខាងក្រោមកុំភ្លេច like share និង follow ដើម្បីទទួលបានចំណេះដឹងសុខភាពថ្មីៗដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ